គ្រាន់តែចូលខែឧស្សាហ៍ភ្លៀងគឺថាភ្លៀងសឹងតែរាល់ថ្ងៃតែម្ដងហើយជីវធ្វើការពេលមេឃរាំងបន្តិចក៏ជ្រាបពេកជាមកផ្ទះហើយដល់យើងមកដល់ផ្ទះហើយបន្ទាប់ពីដល់ផ្ទះហើយក៏ឆ្លៀតពេលសម្អាតផ្ទះហើយដោយសារតែស្អែកថ្ងៃអាទិត្យអញ្ចឹងយើងសម្អាតពីល្ងាចទៅហើយទៅដើម្បីងើបមកគឺស្រួលខ្លួនតែម្ដងការងារធ្វើហើយអស់អ្នកទាំងអស់គ្នានេះគ្រាន់តែជាបន្ទប់ជួលទេមិនជាផ្ទះទេដោយសារតែខ្ញុំទម្លាប់ហាលផ្ទះអញ្ចឹងក៏ហាលផ្ទះតែម្ដងទៅ ចាប់ផ្ដើមចូលងូតទឹកសម្អាតខ្លួនសិនងូតទឹកងូតអីរួចហើយក៏ចាប់ផ្ដើមហូបប៉ូតទិញតាមផ្លូវមិញហើយនឹងនំប៉័ងតែទាំងអស់គ្នាដល់6ប្រកាយហើយចាប់ផ្ដើមទៅបោកក្អាង ទៅទេមិញបានបង្គា10គ្រាប់អស់5500ហើយនឹងតែទៅដោះគោ3000ហើយតកួន3000ហើយនឹងមជ្ឈ3000ជឿ
តកួននេះយើងឆាត្រឡប់ជាមួយនឹងប្រេងខ្យងពងមាន់នេះយើងដុតអញ្ចឹងចាំទស្សនាទាំងអស់គ្នាឥឡូវយើងចាប់ផ្ដើមធ្វើម្ទេសជ្រូកសឹងទុកធ្វើហូបជាមួយនឹងពងមាន់ដុតអញ្ចឹងយើងមកបងខ្ទឹម
ពីហើយគឺបាយអត់គ្រាទេគឺធ្វើទៅចូលយើងចូលទៅយកអស់គឺឆ្កេះដល់កាពីเราก็ไปนั่งกันนะโอเคថ្ងៃនេះវីដេអូមានតែប៉ុណ្្នឹងទេអញ្ចឹងតើជួបគ្នាក្នុងវីដេអូក្រោយបាយបាយ